សូមស្វាគមន៍មកកាន់ Channel វិចិត្រដំណើររឿងសូមជូនរឿងខ្មោចស្ត្រីពស់ធំលងសាហាវរឿងនេះកើតឡើងនៅក្នុងភូមិមួយដ៏ដាច់ស្រយាលក្នុងខេត្តក្រចេះដែលមានតែផ្ទះ 2-3 ខ្នងនៅក្បែរព្រៃជ្រៅអ្នកស្រុកនៅទីនោះជឿយ៉ាងមុតមមថាមានខ្មោចស្ត្រីពស់ធំលងសាហាវម្នាក់នៅដើមស្វាយធំកណ្ដាលវាលស្រែដែលតែងតែចេញមកលងបន្លាចអ្នកដែលធ្វើដំណើរឆ្លងកាត់កណ្ដាលយប់ខ្មោចស្ត្រីពស់ធំនោះបានគេស្គាល់ថាមានកំហឹងសម្បាយ៉ាងខ្លាំងហើយគ្មានអ្នកណាហ៊ានចូលចិត្តដើមស្វាយនោះឡើយនៅពេលយប់រឿងរ៉ាវអតីតកាលរឿងដើមនៃខ្មោចស្ត្រីពស់ធំនេះត្រូវបានគេដំណាលតគ្នាពីចាស់ទុំថានាងមានឈ្មោះម៉ាលីជាស្ត្រីមានផ្ទៃពោះកូនដំបងនាងរស់នៅជាមួយស្វាមីជាកសិករកំសត់ម្នាក់ឈ្មោះវ៉ានថ្ងៃមួយម៉ាលីកំពុងតែដើរកាត់វាលស្រែត្រឡប់មកផ្ទះវិញបន្ទាប់ពីយកបាយទៅឲ្យប្តីនៅឯវាលស្រែក៏ស្រាប់តែមានចៅប្លន់2នាក់បានលាក់ខ្លួននៅក្រោមដើមស្វាយនោះពួកចៅនោះបានស្ទាក់ផ្លូវនាងហើយបានព្យាយាមប្លន់យកទ្រព្យសម្បត្តិរបស់នាងម៉ាលីក៏បានព្យាយាមរត់គេចប៉ុន្តែពួកចៅបានដេញតាមចាប់នាងក្នុងពេលនោះដែរនាងកំពុងតែរត់គេចពីចៅនោះនាងក៏បានរអិលជើងដួលបោកក្បាលនឹងដើមស្វាយយ៉ាងខ្លាំងរួចក៏ដាច់ខ្យល់ស្លាប់ភ្លាមតែម្ដងទាំងកូននៅក្នុងផ្ទៃពួកចៅនោះក៏បានរត់គេចខ្លួនបាត់ទៅវ៉ានដែលជាស្វាមីក៏បានដើរពីក្រោយមួយសន្ទុះក្រោយមកក៏បានប្រទះឃើញសពរបស់ប្រពន្ធដេកស្លាប់ក្រោមដើមស្វាយនោះគាត់ក៏បានយំសោកបោកខ្លួនយ៉ាងខ្លាំងព្រោះបាត់បង់ប្រពន្ធនិងកូនជាទីស្រឡាញ់វ៉ានបានសម្រេចចិត្តនឹងយកសពប្រពន្ធនិងកូនរបស់ខ្លួនទៅកប់នៅក្រោមដើមស្វាយនោះតែម្ដងដើម្បីឲ្យនាងបានសម្រាកនៅទីកន្លែងដែលនាងបានស្លាប់ចាប់តាំងពីពេលនោះមកអ្នកស្រុកបានចាប់ផ្ដើមជួបប្រទះនឹងរឿងរ៉ាវចម្លែកជាច្រើននៅជុំវិញដើមស្វាយនោះខ្លះទៀតក៏បានឃើញស្រមោលស្ត្រីពស់ធំដើររេរានៅជុំវិញដើមស្វាយដោយដៃកាន់ទារកដែលមានឈាមស្រោចនៅក្នុងដៃខ្មោចម៉ាលីបានคล้ายទៅជាវិញ្ញាណដែលមិនបានទៅចាប់កំណើតព្រោះនាងបានស្លាប់ទាំងកូននៅក្នុងផ្ទៃហើយស្លាប់ទាំងភាពឈឺចាប់និងកំហឹងយ៉ាងខ្លាំងចំពោះពួកចៅនាងតែងតែចេញមកលងបន្លាចអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនោះនៅពេលយប់ហើយពេលខ្លះក៏មានករណីបាត់ខ្លួនរបស់អ្នកដំណើរទៀតផងមានរឿងមួយដែលគេនៅចងចាំរហូតមកដល់សពថ្ងៃមានបរិសចំណាស់ម្នាក់ឈ្មោះតាសៅដែលជាអ្នកនេសាទតែងតែចេញទៅរកត្រីនៅពេលយប់ថ្ងៃមួយតាសៅក៏បានត្រឡប់មកផ្ទះវិញយប់ជ្រៅពេកហើយគាត់ត្រូវឆ្លងកាត់វាលស្រែក្បែរដើមស្វាយនោះពេលគាត់ដើរមកដល់ជិតដើមស្វាយក៏ស្រាប់តែគាត់បានឮសំឡេងសឹកសៀវចេញមកពីក្រោយដើមស្វាយគាត់ក៏បានបែរមុខទៅមើលស្រាប់តែគាត់បានឃើញស្ត្រីពស់ធំម្នាក់ឈរក្រោមដើមស្វាយនោះទាំងរាងកាយពោពេញទៅដោយឈាមហើយមុខមាត់របស់នាងក៏ស្លេកស្លាំងគួរឲ្យខ្លាចនាងក៏បានហៅឈ្មោះគាត់ថាតាសាជួយកូនខ្ញុំផងតាសាជួយកូនខ្ញុំផងតាសៅភ័យស្លន់ស្លោជាខ្លាំងរហូតដល់បោះសំណាញ់ចោលហើយរត់មិនគិតពីក្រោយឡើយគាត់ក៏បានរត់ទៅដល់ផ្ទះទាំងដង្ហក់ហើយក៏បាននិយាយប្រាប់អ្នកស្រុកពីរឿងដែលគាត់បានជួបក្រោយមកតាសៅក៏បានធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃហើយមិនហ៊ាននេសាទនៅពេលយប់ទៀតឡើយ
ដោយសារតែខ្លាចរអានឹងវិញ្ញាណខ្មោចស្រីម៉ាលីអ្នកស្រុកក៏បានប្រមូលផ្ដុំគ្នាធ្វើពិធីបន់ស្រន់បួងសួងនៅក្រោមដើមស្វាយនោះដើម្បីសុំសេចក្តីសុខសន្តិភាពពីវិញ្ញាណរបស់នាងពួកគេបានសង់ខ្ទមតូចមួយនៅក្បែរដើមស្វាយហើយតែងតែយកនំចំណីទៅថ្វាយឲ្យនាងជារឿយៗឲ្យនាងបានស្ងប់កំហឹងនិងបានទៅចាប់កំណើតសារជាថ្មីមានអ្នកខ្លះបានឃើញខ្មោចម៉ាលីមកចូលសបិនឲ្យឃើញថាបង្ហាញទីតាំងលាក់ខ្លួនរបស់ពួកចៅដែលបានសម្លាប់នាងក្រោយមកពួកចៅនោះក៏ត្រូវបានគេចាប់ខ្លួនបានពិតប្រាកដមែនហើយក៏ត្រូវបានកាត់ទោសទៅតាមផ្លូវច្បាប់ចាប់តាំងពីពេលដែលពួកចៅត្រូវបានចាប់ខ្លួនវិញ្ញាណរបស់ម៉ាលីក៏ហាក់ដូចជាស្ងប់កំហឹងហើយលែងចេញមកលងបន្លាចអ្នកស្រុកទៀតហើយអ្នកស្រុកជឿថាវិញ្ញាណរបស់នាងបានទៅចាប់កំណើតថ្មីហើយព្រោះនាងបានទទួលយុត្តិធម៌ចំពោះការស្លាប់របស់នាងនិងកូនដើមស្វាយនោះនៅតែជាកន្លែងដែលគេខ្លាចរអានៅពេលយប់ប៉ុន្តែក៏ជាកន្លែងដែលអ្នកស្រុកនឹកឃើញទៅដល់រឿងរ៉ាវដ៏សែនសង្វេគរបស់ស្ត្រីពោះធំម្នាក់ដែលបានបាត់បង់ជីវិតទាំងអយុត្តិធម៌បាទរឿងស្ត្រីពោះធំដែលលងបន្លាចយ៉ាងខ្លាំងនោះគឺបានបញ្ចប់ទៅហើយអរគុណសម្រាប់ពុកម៉ែបងប្អូនដែលបានចុច like ចុច share ចុច subscribe របស់ channel ខ្ញុំបាទហើយក៏ជូនពរពុកម៉ែបងប្អូនក្នុងការធ្វើដំណើរទីជិតទីឆ្ងាយប្រកបទៅដោយសុខសុវត្ថិភាពជូនពរឲ្យមានសុខភាពល្អរកស៊ីទទួលទានមានបានទាំងអស់គ្នាជួបគ្នាសារជាថ្មីម្ដងទៀតនៅវីដេអូក្រោយៗសូមអរគុណ